នេះជាចម្លាក់ព្រះពុទ្ធរូបសាងពីឈើគ្រញូងដ៏ប្រណិតជាទឹកដៃមេជាងដែលឆ្លាក់យ៉ាងលម្អិតនិងជាចម្លាក់ដែលឆ្លាក់ដោយដៃផ្ទាល់សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំបាទសូមបង្ហាញជូនចម្លាក់ព្រះពុទ្ធរូបក្នុងទម្រង់ប្រសាទយ៉ាងពិសេសដែលជាស្នាដៃកូនខ្មែរដែលមានជំនាញទេពកោសល្យនិងមាននិស្ស័យអាចឆ្លាក់នៅចម្លាក់ព្រះពុទ្ធរូបជាច្រើនទម្រង់និងយ៉ាងសម្បូរបែបការឆ្លាក់ចេញពីឈើមួយគល់បែបធម្មជាតិជាប្រភេទឈើក្រញូងក្លិនខ្មៅបែបធម្មជាតិមេជាងបានរចនាប្លង់ដោយឆ្លាក់តួអង្គព្រះពុទ្ធទ្រង់ឈរលើបល្ល័ង្កាឈូកដែលឆ្លាក់ដោយផ្ចិតផ្ចង់ពីមួយចំណុចទៅមួយចំណុចដែលមានដូចជាម្រាមដៃម្រាមជើងសុទ្ធសឹងតែឆ្លាក់ពីឈើមួយសាច់មេជាងបានឆ្លាក់ព្រះកេសយ៉ាងលម្អិតនិងការឆ្លាក់ព្រះភ័ក្ត្រយ៉ាងស្រស់ស្អាតគួរជាទីគោរពជ្រះថ្លាបំផុតទាំងនេះជាសិល្បៈនៃការកែច្នៃដែលមេជាងបានរចនាទម្រង់តួអង្គទេវតាបាច់ផ្កាដែលឆ្លាក់ចេញពីឈើមួយសាច់ទោះបីតួអង្គទេវតាតូចបន្តិចមែនតែការឆ្លាក់មានភាពលម្អិតយ៉ាងរស់រវើកបំផុតប្លង់នៅលើតួរូបទាំងមូលមានភាពសម្បូរបែបនិងមានការច្នៃប្រឌិតខ្ពស់ដោយឆ្លាក់ជាព្រៃព្រឹក្សាដែលមានសត្វប្រើសទន្សាយសត្វស្វានិងមានសត្វដំរីក្រាបដើម្បីថ្វាយផ្កាឈូកដល់ព្រះអង្គផងដែរចម្លាក់ព្រះពុទ្ធរូបដ៏កម្រដូចបានបង្ហាញក្នុងវីដេអូនេះឆ្លាក់ពីឈើក្រញូងដែលមានកម្ពស់63សង់ទីម៉ែត្រទទឹង31សង់ទីម៉ែត្រនិងជម្រៅ30សង់ទីម៉ែត្របើសិនជាបងប្អូនមានចំណាប់អារម្មណ៍ស្រឡាញ់ពេញចិត្តទឹកដៃដែលមានភាពរស់រវើកឬបងប្អូនចង់កក់ទុកសូមឆាតចូលเพจស្រអែមព្រះវិហារដោយផ្ទាល់ដើម្បីសាកសួរពីតម្លៃនិងព័ត៌មានលម្អិតគាំទ្រស្នាដៃគុនខ្មែរជាមួយเพจស្រអែមព្រះវិហារសូមបងប្អូនជួយ share ម្នាក់មួយសូមអរគុណ